និយាយទៅម៉ូតូទៅមិនដូរពេលមិនសិនតែមានអារម្មណ៍ថាវ៉ាបេដអត់ផុតសោះនេះគឺជាវីដេអូតភាគទី2ហើយដែលជាដំណើរកំសាន្តពីរាជធានីភ្នំពេញទៅកាន់ខេត្តតាកែវដែលយើងទៅច្រើនកន្លែងមែនតើអញ្ចឹងនេះគឺជាវីដេអូទី2ដែលយើងចេញពីភ្នំដាសំដៅទៅខាងភ្នំរំរៃរមៀលដោយសារភ្នំរំរៃរមៀលឥឡូវមានការស្ងាត់មែនតើពុកម៉ែបងប្អូនអ្នកគ្នាគឺអ្នកលក់គឺគាត់សម្ដែងនៃការដាច់គេហៅថាដាច់បាយគាត់ថាដាច់បាយលក់ផ្សេងដាច់ទេអូនអើយដោយសារឥឡូវហ្នឹងខ្វះអ្នកផ្សព្វផ្សាយណាគឺលែងមានពុកម៉ែបងប្អូនយើងទៅលេងហើយនិយាយពីទេសភាពវិញគឺថាស្អាតមែនតើអញ្ចឹងពុកម៉ែបងប្អូនតាមដានវីដេអូពូនេះខ្មៅថ្ងៃនេះគឺពូនេះខ្មៅចេញវីដេអូភាគ2ដោយសារយើងចេញភាគ1ហើយគឺយើងមកចប់នៅត្រឹមភ្នំដាអញ្ចឹងយើងចេញពីភ្នំដាទៅយើងតាមផ្លូវកាត់ពីផ្លូវកលេសកលុកផ្លូវវាលេដែរអញ្ចឹងណាពីស្ពានហូឈៀមសំដៅទៅខាងស្ពានថ្នោតទេពុកម៉ែបងប្អូនដែលធ្លាប់ជិះផ្លូវហ្នឹងគឺគាត់ស្គាល់ច្បាស់មែនតើគឺផ្លូវតាមទំនប់ដាច់តែខ្ញុំច្រឡំហៅខ្នោតដាច់ហ្នឹងពុកម៉ែបងប្អូនអញ្ចឹងយើងជិះតាមហ្នឹងឆ្លៀតរមបន្តិចទៀតនេះដោយសារវា fresh ផ្លូវហ្នឹងគឺថាជិះទៅគឺទឹកជុំវិញផ្លូវគឺថាអូស្រស់ស្រាយមែនតើអញ្ចឹងដាក់បន្តិចទៅឲ្យពុកម៉ែបងប្អូនបានឃើញតមកទៀតគឺយើងបានដល់ស្ពានថ្នោតទេគឺថាស្ពានថ្នោតទេឲ្យតែថ្ងៃអាទិត្យឡើងគឺស្បោពុកម៉ែបងប្អូនគាត់ទៅលេងហ្នឹងហើយមានទាំងពុកម៉ែបងប្អូនក្មួយៗនេះលេងទឹកលេងអីនៅហ្នឹងមើលទៅតំណងសប្បាយដែរពុកម៉ែបងប្អូននេះសារខ្ញុំអត់បាននៅលេងនេះយូរទេដោយសារយើងមានកិច្ចការមិនកិច្ចការទេគឺថាដំណើរកំសាន្តនឹងទៅដល់ភ្នំរៃរមៀលទៅដល់ចំ Sunset រីពងលិចណាស្អាតមែនតើតាមផ្លូវហ្នឹងបងប្អូនហើយគឺថាទៅមានអារម្មណ៍ថារៀងអត់សូវសុបាយចិត្តដោយសារអ្នកលក់គាត់សូវសុបាយចិត្តដែរអត់សូវមានអ្នកទៅលេងទេបងប្អូនឥឡូវមើលទិដ្ឋភាពជាក់ស្ដែងណាភាពគឺថាឥឡូវស្អាតដោយសារទី1ភ្លៀងមានអីចឹងវាលាស់ស្មៅខ្ចីចេញមកស្អាតមែនតើជាប់ជាមួយនឹងជើងភ្នំហើយអ្វីដែលការសំពររបស់ខ្ញុំគឺពុកម៉ែបងប្អូនគួរតែទៅលេងឲ្យបានច្រើនដូចមុនទៅដោយសារទី1គឺនៅក្នុងខេត្តតាកែវហើយមួយទៀតគឺថានៅក្នុងប្រទេសកម្ពុជាទេយើងកុំចំណាយលុយទៅលេងបនទេសនៅក្រៅប្រទេសអីអានេះជាការសំពររបស់ខ្ញុំទេពុកម៉ែបងប្អូននេះបន្ទាប់ពីយើងទៅដល់ភ្នំរៃមៀលយើងធ្វើការថតរូបថតអីលេងហើយអង្គុយញ៉ាំអីនៅកន្លែងតូបអីដែលគាត់លក់ហ្នឹងតែគាត់អូនហ្នឹងឥឡូវមកស្ដាប់សម្ដីគាត់ទាំងអស់គ្នាតើគាត់និយាយថាម៉េចខ្លះអត់ដាច់សោះអត់មានព្រាមមកលេងសោះទេហ្មងដាច់បាយហ្នឹងអូគាត់ថាបើយ៉ាងហ្នឹងមានអារម្មណ៍ថាស្ងាត់បាទដាច់បាយហ្នឹងចង់បន្ទាប់តែគាត់និយាយហើយជាការសំណពររបស់ខ្ញុំមែនតើពុកម៉ែបងប្អូនថ្ងៃស្អែកថ្ងៃទឹកគួរតែទៅលេងជើងភ្នំរៃរមៀលបានច្រើនមែនតើសារអ្នកលក់ឥឡូវគាត់មានការត្អូនត្អែហើយលក់មិនសូវដាច់ទេរាល់ថ្ងៃនេះពុកម៉ែបងប្អូនវីដេអូពួកនេះខ្មែរក៏មានតែប៉ុណ្ណឹងដែរគឺនាំមិត្តភ័ក្តិឲ្យខាគ្រប់គោលដៅណាប៉ុន្តែយើងនឹងមានវីដេអូតមួយទៀតគឺតែកាន់ខេត្តតាកែវគេល្បីមែនតើឥឡូវមួយរយៈនេះជីសេះជីអីហ្នឹងហើយនឹងមានតាំងផលិតផលរបស់ខ្មែរណាអញ្ចឹងចាំជួបគ្នាវីដេអូក្រោយអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាវីដេអូពួកនេះខ្មែរចូលរួមរៀបចំដោយ IOC Cambodia ចូលរួមដោយពួកនេះខ្មៅហើយមានការគ្រប់គ្រងពីហាងមេតាអរគុណបាយបាយនិយាយទៅផ្លែនមួយជើងនេះបើអត់បានចូលខេត្តតាកែវគឺថាស្ដាយក្រោយមែនតើព្រោះមើលទៅសេះតំណងគួរជិះមែនតើបងប្អូនអរគ្នាហើយនេះគឺជាភាគទី3ផងដែរដែលចេញពីភ្នំរៃរមៀលមកខេត្តតាកែវព្រោះគឺគេល្បីមែនតើជិះសេះហើយនឹងមានតាំងផលិតផលបែបខ្មែរណាតែទៅនេះទៅរៀងជ្រុលតិចព្រោះដល់យប់រៀងយប់ដែរអញ្ចឹងការតាំងផលិតផលខ្មែរហ្នឹងក៏មិនបានដើរថតចែកជូនបងប្អូនបានមើលដែរអញ្ចឹងទៅដល់គឺថាជីសេះតាមដងសេះគេល្បីយូរហើយធ្លាប់តែនាគជិះម៉ូតូថ្ងៃនេះនាគជិះសេះឲ្យពុកម៉ែបងប្អូនបានមើលថាអូណែតំណងដែរថាដូចក្នុងតួរឿងចិនចឹងបងប្អូនគ្នាដោយសារតែជើងជួលឃើញអូគេជិះសេះចេញមកតំណងមែនទេគាត់អញ្ចឹងអារម្មណ៍ចង់តែជិះសេះអញ្ចឹងនេះគឺជាទេសចរបែបមួយដែលនៅក្នុងខេត្តតាកែវណាសម្រាប់ពុកម៉ែបងប្អូនដែលទៅលេងពេលថ្ងៃសៅរ៍អាទិត្យហ្នឹងគឺគេមានការជិះលើរទេះសេះនិងជិះលើខ្នងសេះចាំពុកម៉ែបងប្អូនទៅម្ដុំមាត់បឹងតាកែវហ្នឹងឃើញហើយសេះគេដាក់តាំងឲ្យពុកម៉ែបងប្អូនថតដោយ free ទេតែពុកម៉ែបងប្អូនចង់ជិះអីអាចសួរនាំព័ត៌មានបងប្អូនដែលគាត់នៅចិត្តហ្នឹងទៅជិះចម្ងាយ1 គីឡូអញ្ចឹងណាគេគិតតាមពុកម៉ែបងប្អូនជិះហើយណែមើលស្អាតគេជិះពេញក្រុងខេត្តតាកែវហើយពុកម៉ែបងប្អូនគ្នាតែចំពោះនេះវិញគឺមិនហ៊ានជិះទេយើងអារម្មណ៍ភ័យបុកពោះតែម្ដងបងប្អូនគ្នាចង់វីដេអូពួកនេះខ្មៅគឺជាវគ្គ3នេះគឺថាតាត្រឹមខេត្តតាកែវតែលើកក្រោយនឹងថតឲ្យបានច្រើនថានៅខេត្តតាកែវមានគេខ្លះបងប្អូនគ្នាចង់អរគុណសម្រាប់ការទស្សនាវីដេអូនេះ